កាត់ឲ្យខ្ញុំចោលទៅឈឺខ្លាំងណាស់ទ្រាំសិនតែបងទ្រាំសិនតែទ្រាំមិនបានទេចាំមកខាងហ្នឹងបងទ្រាំតែឈឺណាស់អង្គទី6ខ្ញុំសុំបងសុំជួយរកគ្រូពេទ្យមកល្អៗឲ្យជួយព្យាបាលដៃឲ្យគាត់ផងទៅបាទខ្ញុំទៅឥឡូវនេះហើយអរគុណបងទ្រាំតិចតែលោកប្អូនគាត់ទៅរកពេទ្យហើយបងទ្រាំតិចតែទ្រាំទៅម្នាក់នេះគឺគ្រូពេទ្យល្បីឈ្មោះវ៉ាងអ៊ីធីម្នាក់នេះគឺគ្រូពេទ្យលីនៅដំណាក់ប៉ៅសិនហើយម្នាក់នេះគឺលោកអាចារ្យម៉ាននៅដំណាក់ជីងអ៊ីងអូអរគុណលោកគ្រូពេទ្យម្នាក់នេះព្យាបាលជំងឺចម្លែកគ្រប់យ៉ាងលោកម្ចាស់បានជួយគ្រូពេទ្យល្បីៗក្នុងស្រុកអស់ហើយមែនទេបានជួយអស់ហើយជាបាលជំងឺចម្លែកគ្រប់យ៉ាងជាបាលរបួសដោយសារសត្វតិចដល់សាហាវជាបាលជាសូមឲ្យប្រាក់បើជាបាលមិនជឿទេមិនបាច់ឲ្យប្រាក់ទេលោកគ្រូពេទ្យមែនទេបាទលោកម្ចាស់មានការអីហ៎យើងសួរលោកទៅមើលខ្យាដំរីតិចត្រូវមនុស្សយើងអាចព្យាបាលបានទេលោករកខ្ញុំមិនខុសបំណងទេពោះវែកដល់សាហាវនៅក្នុងលោកនេះពោះវែកជើងមាសពោះវែកក្រហមពោះវែកខៀវពោះវែកសសូម្បីតែពោះដែលមានពឹសដល់សាហាវបំផុតក៏ខ្ញុំអាចព្យាបាលជាដែរប្រើថ្នាំភ្លាមជាភ្លាមចំណែកខ្យាដំរីមានអ្វីគួរអស្ចារ្យទៅលោកគ្រូពេទ្យម្នាក់នេះក៏ហក់គេទេដឹងអីលោកគ្រូពេទ្យកុំកុហកណាខ្យាដំរីនេះមិនធម្មតាទេគ្រូពេទ្យនៅស្រុកជើងចៅណាមួយក៏គវិក្បាលដែរហើយចំណែកលោកអាចព្យាបាលបានទេហើយពិតជាខ្លាំងយ៉ាងនេះមែនអីខ្យាដំរីនៅក្នុងលោកមានបែងចែកខ្យាដំរីពណ៌ប្រផេះពណ៌សពណ៌មាសនិងខ្យាដំរីពណ៌ក្រហមកន្ទុយក្រហមជើងក្រហមហើយនិងជើងវែងជើងខ្លីតែប៉ុណ្ណោះតែវិធីព្យាបាលគឺមានរបៀបខុសៗគ្នាបើទោះគ្រូពេទ្យប្រកែក៏មិនយល់ប្រមាណដែរដឹងទេបានហើយមកតាមខ្ញុំមកចឹងមកអ្នកខ្លានអូហើយមិនបានជឿមនុស្សបែបនេះពួកយើងមានគ្រូពេទ្យល្អស្រាប់ហើយតែបានហើយខ្ញុំមានហេតុផលរបស់ខ្ញុំទៅយើងមកឲ្យឆាប់ឡើងមកមិនក៏យឺតយ៉ាវម្លេះនៅមើលទេសភាពស្អីទៀតខ្ញុំថាដើរមកនៅមើលស្អីទៀតជិនជើងទៅមុខសាកសមនៅលើដីសម្លឹងមើលលើបាត់បង់ជីវិតស្លាប់នៅក្នុងស្រុកដែរចាប់ដែរអូបានមកចាប់ឡើងមកអើលើមកណែបងខ្ញុំជួយគ្រូពេទ្យមកហើយលោកគ្រូពេទ្យសំជើញបាទលោកគ្រូពេទ្យរបស់ខ្ញុំតាំងពីត្រូវខ្យាដំរីតិចមកជិះពើមិនបានសោះគាត់ហាក់ដូចជាមិនស្រួលខ្លាំងហើយមិនអីទេកុំរំខ្ញុំមើលសិនបងម្នាក់នេះគឺគ្រូពេទ្យតែលោកប្អូនជើញមកសំជើញគួយបាទប្រហែលតែមានឆ្នាំអាចជាបានរបួសឲ្យបងជាបានអូនសូមឲ្យខ្ញុំពិនិត្យមើលដៃរបស់លោកទៅមើលប្រយ័ត្នផងនេះគឺជាខ្យាដំរីពើនៅតំបន់សៀងស៊ីដល់សាហាវតំបន់ឧបីគឺគ្មានខ្យាដំរីបែបនេះទេខ្យាដំរីនេះសាហាវណាស់មែនគាត់ប្រើរបួសដល់ខ្យាដំរីនៅសៀងស៊ីមែនលោកដឹងពីប្រវត្តិរបស់ខ្យាដំរីនេះប្រកាសអាចព្យាបាលបានហើយត្រូវចុកចាំនៅក្នុងពេលយប់ឥឡូវនេះគឺ7ថ្ងៃ7យប់ទៅហើយលោកគ្រូពេទ្យលោកបាត់ជាពូកែមែនយ៉ាងម៉េចហើយយ៉ាងម៉េចហើយលោកមិនចឹងប្រកាសជាប្រើដៃទះទៅលើមុខរបស់វាស្លាប់មែនទេពិតមែនលោកគ្រូពេទ្យសូមមេត្តាជួយខ្ញុំផងលោកគ្រូពេទ្យតែយ៉ាងម៉េចហើយលោកគ្រូពេទ្យបើមិនអញ្ចឹងគាត់មានសង្ឃឹមជួយតែគាត់ទាំងម្ដាយធ្វើឲ្យខ្យាដំរីដល់សាហាវនោះវាងាប់ទៅជាតិពឹងក៏ជ្រាបចូលក្នុងដៃរបស់គាត់ជាតិពឹងនឹងសាហាវពេកចង់ជួយគាត់ពិតជាលំបាកខ្លាំងណាស់លោកគ្រូពេទ្យពិតជាយល់ច្បាស់ណាស់យ៉ាងណាក៏ដោយសូមជួយសង្គ្រោះគាត់ផងទៅមិនខ្ញុំមិនចង់ជួយទេគាត់ត្រូវជាតិពុលមួយខ្លាំងពេកហើយចំណាយពេលយូរណាស់បើជាតិពឹងនេះចូលទៅក្នុងខួរក្បាលរបស់គាត់ទៅហើយខ្ញុំគ្មានមធ្យោបាយជួយបានទេលោកកុំអត់ទៅណាលោកគ្រូពេទ្យជួយខ្ញុំផងសូមកុំអត់ទៅណាលោកគ្រូពេទ្យអត់តកូនចាប់ថ្វាយបង្គំលោកគ្រូពេទ្យទៅឲ្យគាត់ជួយសង្គ្រោះបងកូនផងលោកអ៊ំសូមមេត្តាជួយលោកបងក្រោយឡើងតើអ្នកណាជួយខ្ញុំកាប់ពីនេះលោកគ្រូពេទ្យសូ
មមេតាអាណិតដល់កូនខ្ញុំផងតើសូមមេតាជួយប្តីខ្ញុំផងតើបើមិនចឹងទេនោះនៅសល់តែខ្ញុំហើយនឹងកូនខ្ញុំកុំទីឯកោហើយ មានម៉ាយកូនមួយណ៎បានខ្ញុំមានថ្នាំមួយយ៉ាងតែមិនដឹងថាព្យាបាលបានឬមិនបានទេ